ជំរាបសួរក៏ដូចជាសួស្តីបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាស្វាគមន៍មកកាន់អេពីសូតថ្មីហើយថ្ងៃនេះផងដែរខ្ញុំនឹងធ្វើការលម្អិតក៏ដូចជាវិភាគជូនបងប្អូនក៏ដូចជាប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាទាក់ទងទៅនឹងបញ្ហារវាងប្រទេសចិនហើយនិងប្រទេសជប៉ុនខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រហែលជាបានតាមដានព័ត៌មានហ្នឹងហើយដោយសារតែថ្មីនេះគឺទំនាក់ទំនងការទូតរវាងមហាអំណាចទាំងពីរប្រចាំទ្វីបអាស៊ីនោះគឺចិនហើយនិងជប៉ុនគឺបានធ្លាក់ទៅក្នុងវិបត្តិធ្ងន់ធ្ងរមែនទែនហើយស្ថានភាពគឺបានវិវត្តទៅជាភាពតានតឹងរវាងប្រទេសទាំងពីរហើយបញ្ហានេះគឺផ្ដើមចេញមកពីនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនគឺអ្នកស្រីសាណេអេថាកៃឈីដែលអ្នកស្រីបានធ្វើការអធិប្បាយការពីដើមខែវិច្ឆិកា2025ជុំវិញតទៅនឹងបញ្ហាសន្តិសុខរបស់កោះតៃវ៉ាន់ដែលវាញ៉ាំងឲ្យប្រទេសចិនដែលជាប្រទេសតែងតែអះអាងថាកោះតៃវ៉ាន់ជារបស់ខ្លួនហ្នឹងគឺខឹងជាមួយនឹងការអធិប្បាយរបស់លោកស្រីខ្លាំងមែនទែនអញ្ចឹងថាតើហេតុអីបានជាប្រទេសចិនខឹងទៅនឹងការអធិប្បាយរបស់លោកស្រីសាណាអេថាកៃឈីហ្នឹងខ្លាំងម៉េចហើយអីទៅដែលជាសេណារីយ៉ូនៅពីក្រោយនៃវិបត្តិការទូតដ៏តឹងតែងមួយនេះអញ្ចឹងដើម្បីជាការឆ្លើយតបទៅកាន់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាខ្ញុំនឹងធ្វើការអធិប្បាយក៏ដូចជាវិភាគលម្អិតទៅលើសាច់រឿងមួយនេះយើងត្រឡប់ទៅកាលពីថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2025គឺលោកស្រីសាណាអេថាកៃឈីដែលជានាយករដ្ឋមន្ត្រីជាតិនិយមស្រីដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុនគឺត្រូវបានតំណាងរាស្ត្រមកពីគណៈបកប្រឆាំងម្នាក់បានធ្វើការចោទសួរអំពីខ្លឹមសារនៃពាក្យថា survival threatening situation ឬដែលយើងហៅជាភាសាខ្មែរថាស្ថានភាពដែលគំរាមកំហែងដល់ការរស់រានមានជីវិតដែលខ្លឹមសារនៃច្បាប់នេះគឺគេចង់សំដៅថាបើសិនជាមានការវាយប្រហារអាវុធទៅលើសម្ព័ន្ធមិត្តរបស់ខ្លួននោះនឹងត្រូវបានចាត់ទុកជាការគំរាមកំហែងពីខាងក្រៅចំពោះជប៉ុនដែលតម្រូវឲ្យកងកម្លាំងស្វ័យការពារជប៉ុននឹងគឺចាត់វិធានការដើម្បីឆ្លើយតបតាមរយៈការអធិប្បាយរបស់លោកស្រីថាកៃឈីគឺបានធ្វើឲ្យប្រទេសចិនគឺបានខឹងជាមួយនឹងប្រទេសជប៉ុនខ្លាំងមែនទែនទីក្រុងប៉េកាំងគឺខឹងជាមួយនឹងការអធិប្បាយរបស់លោកស្រីថាកៃឈីដែលលោកស្រីបានអះអាងថាជប៉ុននឹងការពារកោះតៃវ៉ាន់បើសិនជាចិនហ៊ានរំលោភបំពានទៅលើកោះតៃវ៉ាន់ដូច្នេះតើអ្វីទៅជា survival threatening situation ហើយអ្វីបានជាខ្លឹមសារមួយនេះវាបានធ្វើឲ្យស្ដេចនាគអាស៊ីបូព៌ាគឺមានកំហឹងដល់ថ្នាក់នេះអញ្ចឹងខ្ញុំនឹងបញ្យល់ជូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាទាក់ទងនឹងច្បាប់ survival threatening situation មួយនេះដែលវាជាគោលការណ៍ខ្លឹមសារមួយដែលត្រូវបានចែងនៅក្នុងច្បាប់របស់ប្រទេសជប៉ុនហើយវាក៏ជាសេណារីយ៉ូទាក់ទងនឹងរឿងចំនួនការទូតរវាងជប៉ុននិងចិនផងដែរពាក្យថា survival threatening situation ឬក៏ដែលភាសាខ្មែរយើងហៅថាស្ថានភាពដែលគំរាមកំហែងដល់ការរស់រានមានជីវិតខ្លឹមសារនេះត្រូវបានកំណត់យ៉ាងទូលំទូលាយនៅក្នុងច្បាប់របស់ប្រទេសជប៉ុនកាលពីឆ្នាំ2015ខណៈពេលដែលច្បាប់នៅក្នុងឆ្នាំ2015នេះគឺបានធ្វើឲ្យប្រជាជនជប៉ុនគឺតវ៉ាខ្លាំងមែនទែនហើយមូលហេតុដែលប្រជាជនជប៉ុនជំទាស់ក៏ដូចជាតវ៉ាគឺដោយសារតែប្រជាជនជប៉ុនយល់ថាច្បាប់ឆ្នាំ2015នេះនឹងអាចនាំឲ្យប្រទេសជប៉ុននឹងធ្លាក់ចូលទៅក្នុងសង្គ្រាមដោយការពីសង្គ្រាមលោកលើកទី2អញ្ចឹងដែរដោយដែលយើងដឹងហើយថាបន្ទាប់ពីសង្គ្រាមលោកលើកទី2បានបញ្ចប់ទៅគឺជប៉ុនបានចេញច្បាប់រដ្ឋធម្មនុញ្ញថ្មីដោយមិនអនុញ្ញាតឲ្យជប៉ុននឹងបញ្ចេញកងទ័ពឬក៏បញ្ជូនទ័ពទៅកាន់ប្រទេសដែលជាសម្ព័ន្ធមិត្តឬក៏ក្រៅប្រទេសអីទេអាចបញ្ជូនទ័ពបានប៉ុន្តែក្នុងលក្ខណៈជាការរក្សាសន្តិភាពណាដូចប្រទេសយើងបញ្ជូនទ័ពទៅខាងប្រទេសដូចជាលីបង់ឬក៏ប្រទេសនៅអាហ្វ្រិកមួយចំនួនណាដែលតែការពីស្ដាប់ធ្នាប់ទៅជួយដោះមីនដោះអីចឹងណាអាចរបៀបអញ្ចឹងឬក៏គោលការណ៍មនុស្សធម៌អញ្ចឹងទៅប៉ុន្តែបើសិនជាទ័ពប្រដាប់អាវុធហ្មងគឺជប៉ុនអាចបញ្ចេញទ័ពទៅបានទេហើយកងកម្លាំងស្វ័យការពារជប៉ុនគឺការពារតែក្នុងទឹកដីជប៉ុនទេក្នុងករណីមានបញ្ហាអសន្តិសុខណាមួយកើតឡើងឬក៏គ្រោះធម្មជាតិអីចឹងទៅហ្នឹងហើយអាហ្នឹងគឺជាគោលការណ៍របស់ជប៉ុននិយាយជារួមទៅគឺក្រោយសង្គ្រាមលោកលើកទី2មកគឺជប៉ុនអត់ឲ្យមានពាក្យថាសង្គ្រាមទេហ្នឹងហើយគឺសន្តិភាពតែម្ដងក៏ប៉ុន្តែតាមរយៈច្បាប់ដែលបានចេញថ្មីនៅក្នុងឆ្នាំ2015ហ្នឹងគឺវារៀងបង្កឲ្យមានភាពចម្រូងចម្រាសដោយសារតែច្បាប់ហ្នឹងគឺនឹងពង្រីកកម្លាំងយោធារបស់ជប៉ុនឲ្យមានអំណាចជាងមុនដែលកងកម្លាំងរបស់ជប៉ុនអាចនឹងមានសិទ្ធិទៅជួយសម្ព័ន្ធមិត្តដែលនៅខាងក្រៅជប៉ុនណាដែលពីមុនឡើយគឺជប៉ុនអត់មានសិទ្ធិបញ្ចេញកម្លាំងរបស់ខ្លួនទៅក្រៅប្រទេសទេប៉ុន្តែច្បាប់ថ្មីនេះគឺអំណាចកងទ័ពជប៉ុនគឺមានសិទ្ធិអាចនឹងចេញទៅក្រៅដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួនឥឡូវយើងត្រឡប់មកពាក្យ
survival threatening ហ្នឹងវិញតើ survival threatening situation ហ្នឹងខ្លឹមសារហ្នឹងវាជារបៀបម៉េចវិញខ្លឹមសារហ្នឹងគឺគេចង់សំដៅថាបើសិនជាមានការគំរាមកំហែងពីខាងក្រៅនោះជប៉ុននឹងធ្វើការតបតឬក៏ជួយទៅវិញបើសិនជាមានការវាយប្រហារណាមួយដែលនៅគៀកជប៉ុនណាចាក់ស្ដែងដូចជាការលើកឧទាហរណ៍របស់លោកស្រី Takashi អញ្ចឹងលោកស្រី Takashi គាត់យល់ថាបើសិនជាចិនវាយតៃវ៉ាន់អញ្ចឹងវានឹងចាត់ទុកថាជា scenario នៃ survival threatening situation ហ្នឹងហើយពីព្រោះដោយសារតៃវ៉ាន់គឺនៅគៀកនឹងជប៉ុនខ្លាំងមែនទែនបើតាមខ្ញុំចាំបានដូចជាចន្លោះប្រហែលជា100គីឡូជាងទេពីចិនទៅតៃវ៉ាន់ណាសំទោសពីជប៉ុនទៅតៃវ៉ាន់ណាអញ្ចឹងហើយគឺវាគៀកគ្នាខ្លាំងមែនទែនអញ្ចឹងបើសិនជាចិនវាយតៃវ៉ាន់គឺជប៉ុនយល់ថាគឺជាការគំរាមកំហែងពីខាងក្រៅមកហើយវានឹងចូលទៅក្នុង scenario survival threatening situation នឹងឯងដែលជប៉ុននឹងត្រូវបញ្ចេញទ័ពទៅជួយយើងត្រឡប់មកវិញម្ដងទៀតពាក្យថា survival threatening situation នេះមែនតើទៅគឺចិនមិនបានខឹងនឹងពាក្យហ្នឹងទេបាទវាគ្រាន់តែជាខ្លឹមសារច្បាប់នៅក្នុងប្រទេសជប៉ុនតែប៉ុណ្ណោះប៉ុន្តែមូលហេតុដែលចិនខឹងនឹងជប៉ុនខ្លាំងហ្នឹងគឺខឹងដោយសារតែលោកស្រី Takashi ហ្នឹងគាត់ទៅលើកឧទាហរណ៍រឿងកោះតៃវ៉ាន់យកមកនិយាយភ្ជាប់ជាមួយនឹងអាពាក្យដែលគាត់និយាយតាក់ទងនឹង survival threatening ហ្នឹងខ្លឹមសារច្បាប់ហ្នឹងគឺគាត់និយាយគឺអត់មានបញ្ហាទេប៉ុន្តែនៅពេលដែលគាត់និយាយបកស្រាយហើយគាត់បែរទៅជាលើកឧទាហរណ៍រឿងកោះតៃវ៉ាន់ហើយដូចដែលយើងដឹងអញ្ចឹងថាចិនគឺគាត់តែងតែគិតថាកោះតៃវ៉ាន់ហ្នឹងគឺស្ថិតនៅក្រោមដែនអធិបតេយ្យភាពរបស់គាត់អញ្ចឹងហើយការដែលប្រទេសឬក៏បុគ្គលឬក៏ប្រទេសអីហ្នឹងដែលនិយាយតាក់ទងទៅនឹងកោះតៃវ៉ាន់ដូចជាលក្ខណៈថាគ្រប់គ្រងឬក៏ចង់ការពារកោះតៃវ៉ាន់ហ្នឹងគឺចិនអត់ដាពេញចិត្តទេបាទពីព្រោះចិនយល់ថាការនិយាយការពារឬក៏និយាយគ្រប់គ្រងទៅកាន់កោះតៃវ៉ាន់គឺជាការជ្រៀតជ្រែកផ្ទៃក្នុងរបស់ប្រទេសចិនយ៉ាងហើយនៅពេលដែលនាយករដ្ឋមន្ត្រីជប៉ុននិយាយបែបនេះគឺធ្វើឲ្យចិនហ្នឹងគឺខឹងខ្លាំងមែនទែនឥឡូវនេះយើងមកមើលទៅលើចំណុចបន្ទាប់ទៀតថាតើនៅពេលដែលទីក្រុងប៉េកាំងបានស្ដាប់នៅអ្វីដែលទីក្រុងតូក្យូនិយាយហើយតើខាងទីក្រុងប៉េកាំងហ្នឹងគាត់មានប្រតិកម្មបែបណាបាទអញ្ចឹងដើម្បីជាការឆ្លើយតបភ្លាមៗតែម្ដងមួយថ្ងៃបន្ទាប់ពីការថ្លែងការណ៍របស់លោកស្រី Takashi ហ្នឹងគឺនៅថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2025គឺនៅថ្ងៃសៅរ៍គឺអគ្គកុងស៊ុលរបស់ចិនដែលប្រចាំនៅទីក្រុងអូសាកាប្រទេសជប៉ុនគឺលោកសៀជៀនដែលគាត់គឺជាអគ្គកុងស៊ុលចិនណានៅអូសាកាហ្នឹងគាត់បានធ្វើការ share នៅក្នុងបណ្ដាញសង្គម X ហើយគាត់បាន share ហ្នឹងគឺ share តាក់ទងទៅនឹងព័ត៌មានដែលលោកស្រី Takashi និយាយរឿងការពារកោះតៃវ៉ាន់ហ្នឹងឯងគាត់បាន share ហើយគាត់បានទៅសេ caption ដាក់ថាគាត់នឹងកាត់ក្បាលដល់កខ្វក់របស់នាយករដ្ឋមន្ត្រីជប៉ុនដោយមិនស្ទាក់ស្ទើរតើអ្នកបានត្រៀមខ្លួនហើយនៅនេះគឺជា caption ដែលលោកសៀជៀនដែលជាអគ្គកុងស៊ុលចិនហ្នឹងបានធ្វើការទៅសេបន្ទាប់ពីលោកបាន share ព័ត៌មានដែលនិយាយអំពីលោកស្រីនាយករដ្ឋមន្ត្រីជប៉ុនដែលបានអធិប្បាយរឿងការពារកោះតៃវ៉ាន់ហ្នឹងនៅក្នុងបណ្ដាញសង្គម X ការ share របស់លោកសៀជៀននេះគឺបានបង្កឲ្យមានភាពតានតឹងខ្លាំងមែនទែនដោយពេលនោះគឺខាងប្រទេសជប៉ុនបានកោះហៅអគ្គរដ្ឋទូតចិនប្រចាំជប៉ុនហ្នឹងដើម្បីមកធ្វើការបកស្រាយហើយយើងឃើញថាប្រហែលម៉ោងក្រោយមកការបង្ហោះហ្នឹងក៏បានលុបចោលវិញប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគឺអត់មានព័ត៌មានតាក់ទងនឹងការកោះហៅអគ្គកុងស៊ុលចិនហ្នឹងមកធ្វើការអធិប្បាយឬក៏បកស្រាយអីទេបាទបន្ទាប់ពីលុបសារហ្នឹងហើយក៏អត់មានការនិយាយដេញដោលទៀតដែរប៉ុន្តែពេលនោះគឺសាហាវមែនទែនបងប្អូនបាទពេលដែលអគ្គកុងស៊ុលចិនគាត់បាន share ហ្នឹងគឺគាត់ចង់និយាយថា caption ដែលគាត់ទៅ share ហ្នឹងគឺសាហាវមែនទែនហើយវាបានធ្វើឲ្យប្រទេសចិននិងជប៉ុនហ្នឹងគឺលៀបថាផ្ទុះហ្មងកំហឹងប្រទេសទាំងពីរគឺផ្ទុះហ្មងចិនក៏ខឹងជប៉ុនហើយជប៉ុនក៏ខឹងចិនដែរដោយសារតែសិតតាគម្រាមកាត់ក្បាលនាយករដ្ឋមន្ត្រីរបស់គេអញ្ចឹងវារៀងប្រមាថដែរអញ្ចឹងបងប្អូនហើយរៀងលៀបថាមើលងាយអីគេដែរអញ្ចឹងណាអានេះជាអីដែលខ្ញុំគាត់តែគិតទេប៉ុន្តែពេលហ្នឹងគឺជប៉ុនពិតជាខឹងនឹងចិនមែនដោយសារតែមន្ត្រីរបស់ខ្លួនបាន share របៀបហ្នឹងបន្តមកទៀតយើងឃើញថាក្រសួងការបរទេសរបស់ប្រទេសចិនគឺបានធ្វើការថ្កោលទោសទៅលើការនិយាយរបស់លោកស្រី Takashi ដែលជានាយករដ្ឋមន្ត្រីជប៉ុនហ្នឹងហើយក្រសួងការបរទេសចិនគឺបានទាមទារឲ្យលោកស្រីដកចេញនៅការអធិប្បាយរបស់ខ្លួនចេញវិញខណៈដែលចិនក៏បានកោះហៅអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសចិនហ្នឹងហៅទៅធ្វើការបកស្រាយដូចគ្នាមានន័យថាកោះហៅអគ្គរដ្ឋទូតគ្នាទៅវិញទៅមកជប៉ុនហៅចិនហើយចិនហៅជប៉ុនបាទគឺទៅវិញទៅមកអាហ្នឹងវាជារឿងធម្មតាទេនៅក្នុងប្រទេសមួយនៅពេលដែលមានរឿងអីមួយដែលមិនប្រក្រតីអញ្ចឹងគឺគេតែងតែកោះហៅមន្ត្រីទូតគ្នាទៅវិញទៅមកហើយបាទដើម្បីបកស្រាយបន្ទាប់ពីមើលឃើញថាស្ថានភាពហាក់ដូចជាតានតឹងលោកស្រី Takashi ក៏បានចេញមកបកស្រាយផងដែរ
ដោយលោកស្រីបានលើកឡើងថាអ្វីដែលលោកស្រីលើកយកមកឧទាហរណ៍តាក់ទងកោះតៃវ៉ាន់ហ្នឹងវាគ្រាន់តែជាការព្យាករណ៍របស់លោកស្រីទេដោយលោកស្រីបានសន្យាថាលោកស្រីនឹងធ្វើការជៀសវាងការអធិប្បាយបែបនេះនៅក្នុងរដ្ឋសភានៅពេលក្រោយក៏ប៉ុន្តែអ្វីដែលលោកស្រីនិយាយហ្នឹងគឺបានតែបន្តិចក្រោយមកលោកស្រីក៏បានធ្វើការបកស្រាយឡើងវិញបាទដោយលោកស្រីបាននិយាយថាការអធិប្បាយរបស់លោកស្រីហ្នឹងគឺវាសមស្របទៅតាមគោលចំហរបស់រដ្ឋាភិបាលជប៉ុនហើយលោកស្រីនឹងមិនលាបសម្ដីដែលបាននិយាយរួចហើយទៅវិញទេហើយមូលហេតុដែលគាត់និយាយបែបហ្នឹងគឺដោយសារតែពេលហ្នឹងគឺមានតំណាងរាស្ត្ររបស់ប្រទេសជប៉ុនម្នាក់ដែលមកពីគណៈបកប្រឆាំងគឺមានឈ្មោះថាលោក Ogoshi Hiroshi គាត់បាននិយាយថាលោកស្រីគឺបានកែពាក្យពេចន៍របស់ខ្លួនឯងអញ្ចឹងហើយនៅពេលដែលលោកស្រីបានលើបែបហ្នឹងគាត់ក៏បានធ្វើការមកបកស្រាយម្ដងទៀតថាគាត់អត់លេបសម្ដីខ្លួនឯងវិញទេហើយអ្វីដែលគាត់និយាយហ្នឹងគឺវាសមស្របទៅនឹងគោលចំហរបស់ប្រទេសជប៉ុនរបស់គាត់ហ្នឹងខណៈដែលពីដំបូងឡើយលោកស្រីបានមកនិយាយថាលោកស្រីគាត់ឲ្យលើកជាឧទាហរណ៍ឬក៏ជាការព្យាករណ៍ទេប៉ុន្តែនៅពេលដែលមានបពប្រឆាំងគាត់មកនិយាយអញ្ចឹងលោកស្រីក៏បានកែប្រែសម្ដីគាត់មកវិញថាគាត់អត់បានកែពាក្យពេចន៍អីទេហើយអ្វីដែលគាត់និយាយហ្នឹងគឺវាសមស្របហើយលោកស្រីក៏អត់ដកការអធិប្បាយរបស់លោកស្រីវិញដែរការនិយាយបែបនេះវាមិនបានកែប្រែស្ថានភាពឲ្យធូរស្រាលទេប៉ុន្តែវារឹតតែដុតកំហឹងទីក្រុងប៉េកាំងហ្នឹងគឺឲ្យកាន់តែឆាប់ជួលខ្លាំងវិញទៀតពីព្រោះពីដំបូងឡើយចិនយល់ថាជប៉ុនអាចនឹងសម្របសម្រួលអាចនឹងដកនៅការអធិប្បាយរបស់ខ្លួនឯងប៉ុន្តែផ្ទុយទៅវិញជប៉ុនមិនត្រឹមតែមិនដកទេថែមទាំងមកអះអាងទៀតថាវាជាគោលជំហររបស់ជប៉ុនមានន័យថាជប៉ុនគឺនៅតែការពារកោះតៃវ៉ាន់ដដែលដោយសារតែទីក្រុងតូក្យូមិនព្រមដកចេញនៅការអធិប្បាយរបស់ខ្លួនជុំវិញបញ្ហាកោះតៃវ៉ាន់ចិនក៏បានចេញមុខមកដាក់សម្ពាធទៅលើជប៉ុនដោយបើកចំហតែម្ដងដោយចិនបានចេញសេចក្តីបំរាមជាផ្លូវការក្នុងការហាមឃាត់ទៅកាន់ប្រជាជនចិនក៏ដូចជានិស្សិតរបស់ខ្លួនមិនឲ្យធ្វើដំណើរទៅកាន់ប្រទេសជប៉ុននោះទេហើយយើងឃើញថាក្រុមហ៊ុនអាកាសចរចិនធំៗដែលមានដូចជាក្រុមហ៊ុនអាកាសចរ China Airlines China Eastern ក៏ដូចជា China Southern បានធ្វើការបង្វិលសងប្រាក់ត្រឡប់ទៅកាន់អតិថិជនរបស់ខ្លួនវិញទាំងអស់ដែលបានកក់សំបុត្រយន្តហោះទៅកាន់ប្រទេសជប៉ុនចំពេលដែលមានការហាមឃាត់ជាផ្លូវការរឿងគឺមិនទាន់ចប់ត្រឹមហ្នឹងទេបងប្អូនសូម្បីតែប្រជាជនចិនដែលនៅក្នុងប្រទេសចិនហ្នឹងក៏មានការខឹងសម្បាជាមួយនឹងលោកស្រីនាយករដ្ឋមន្ត្រីជប៉ុនលោកស្រីតាកៃឈីផងដែរដោយប្រជាជនចិនគឺបាននាំគ្នាពហិការមិនព្រមទស្សនារាល់ភាពយន្តដែលផលិតដោយប្រទេសជប៉ុននោះទេដែលនាំឲ្យរោងកុនទាំងអស់នៅក្នុងប្រទេសចិនហ្នឹងគឺបានផ្អាកប្រចាំងភាពយន្តជប៉ុនជាបណ្ដោះអាសន្នសិនដោយសារតែប្រជាជនចិនគឺនាំគ្នាពហិការតែម្ដងអត់ព្រមចូលមើលទេហើយបើតាមខ្ញុំស្រាវជ្រាវទៅដូចជាមានភាពយន្ត2ដែលធៀបនឹងប្រចាំងនៅប្រទេសចិនហ្នឹងក៏ត្រូវបានបិទផងដែរដូចជារឿង anime មិនដឹងគឺអីមិនដឹងទេតែមាន2រឿងដែលគេបិទអត់ឲ្យប្រចាំងនៅចិនទេបើតាមការចុះផ្សាយរបស់សារព័ត៌មានសហរដ្ឋអាមេរិកគឺព័ត៌មាន CNN បានដកស្រង់នៅសម្ដីរបស់លោកស្រីម៉ៅនីងដែលលោកស្រីគឺជាមន្ត្រីការទូតជាន់ខ្ពស់របស់ក្រសួងការបរទេសចិនលោកស្រីបានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកថាទីក្រុងប៉េកាំងទំនងជានឹងដាក់សម្ពាធផ្នែកសេដ្ឋកិច្ចដែលអាចនឹងកើតឡើងទៅលើការហាមឃាត់ការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុនមកកាន់ទឹកដីចិនដីគោកតែពិតទៅការនាំចូលគ្រឿងសមុទ្រនេះគឺចិនធ្លាប់ផ្អាកម្ដងហើយកាលពីឆ្នាំ2023បើតាមខ្ញុំចាំបានដោយសារតែពេលនោះគឺមានការបង្ហូរកាកសំណល់ពីរោងចក្រវិទ្យុសកម្មនៅក្នុងទីក្រុង Fukushima តែធ្វើឲ្យចិនគឺផ្អាកនាំចូលម្ដងហើយប៉ុន្តែក្រោយមកចិនក៏បានប្រកាសថានឹងចាប់ផ្ដើមនាំចូលមកវិញម្ដងទៀតប៉ុន្តែនាំចូលក្នុងចំនួនជាក់លាក់អញ្ចឹងណាប៉ុន្តែនៅក្នុងបរិបទនៃចំនួនការទូតនេះគឺចិននឹងអាច ban មានន័យថាគឺបិទតែម្ដងមិនឲ្យមានការនាំចូលទេទោះបីជានាំចូលខ្លះក៏ដោយគឺមិនឲ្យមានទេគឺនឹងបិទទាំងស្រុងតែម្ដងតែនេះគឺវានឹងជះឥទ្ធិពលខ្លាំងមែនទែនទៅកាន់សេដ្ឋកិច្ចរបស់ជប៉ុនពីព្រោះការនាំចេញគ្រឿងសមុទ្រទៅចិនគឺអាចនិយាយបានថាច្រើនមែនទែនវាមិនថាច្រើនខ្លាំងប៉ុន្តែក៏វាជាចំនួនច្រើនមួយដែរអញ្ចឹងបើសិនជាចិនបិទមិនឲ្យជប៉ុននាំចូលគ្រឿងសមុទ្រទៅកាន់ប្រទេសចិនហ្នឹងក៏ជាបញ្ហាមួយផងដែរដែលនេះគឺនឹងធ្វើឲ្យប្រទេសទាំងពីរហ្នឹងកាន់តែធ្លាក់ទៅក្នុងវិបត្តិធ្ងន់ធ្ងរមែនទែនបើសិនជាការដាក់សម្ពាធខ្លាំងទៅពីសំណាក់ទីក្រុងប៉េកាំងកាលពីថ្ងៃច័ន្ទទី17ខែវិច្ឆិកាឆ្នាំ2025បើតាមការចុះផ្សាយដោយព័ត៌មានចិនក្នុងស្រុកបានប្រកាសថាលោកលីឈៀងដែលជានាយករដ្ឋមន្ត្រីចិន
លោកបានប្រកាសជាផ្លូវការតែម្ដងថាលោកនឹងមិនជួបជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនគឺលោកស្រី Sanae Takaichi ទេនៅក្រៅកិច្ចប្រជុំ G20 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី22-23 វិច្ឆិកាសប្តាហ៍នេះនៅឯទីក្រុងJohannesburg ប្រទេសអាហ្វ្រិកខាងត្បូងហើយលោកបដិសេធមិនជួបនេះគឺដោយសារតែទីក្រុងប៉េកាំងចោទប្រកាន់ទៅកាន់ទីក្រុងតូក្យូថាបានធ្វើឲ្យខូចខាតដល់មូលដ្ឋាននយោបាយនៃទំនាក់ទំនងប្រទេសទាំងពីរអញ្ចឹងយើងមើលឃើញថាការអធិប្បាយរឿងកោះតៃវ៉ាន់នេះគឺមិនមែនជារឿងតូចតាចទេសម្រាប់ចិនបាទចិនគឺខឹងខ្លាំងមែនទែនមិនត្រឹមតែដាក់សម្ពាធសេដ្ឋកិច្ចទៅកាន់ជប៉ុនទេសូម្បីតែជួបគ្នាជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនហ្នឹងក៏ចិនប្រកាសហើយថាចិននឹងមិនជួបទេបាទគឺមិនជួបតែម្ដងអញ្ចឹងយើងឃើញថាចិនគឺខឹងខ្លាំងមែនទែនឥឡូវនេះយើងមកវិភាគទៅលើចំណុចបន្ទាប់ថាតើមានផលប៉ះពាល់អ្វីខ្លះនៅជុំវិញការកើនឡើងនៅចំនួនការទូតរវាងចិននិងជប៉ុនបើតាមវិភាគជាក់ស្ដែងទៅយើងឃើញថាសេដ្ឋកិច្ចរបស់ជប៉ុននឹងមានបញ្ហារង្គោះរង្គើជាពិសេសនោះគឺតាក់ទងទៅនឹងវិស័យទេសចរណ៍ដោយសារតែចិនបានហាមប្រជាជនខ្លួនមិនឲ្យទៅលេងនៅប្រទេសជប៉ុនគឺវានឹងធ្វើឲ្យសេដ្ឋកិច្ចជប៉ុនជាពិសេសគឺវិស័យទេសចរណ៍ដែលជួយរួមចំណែកដល់ទៅ 7% នៃផលិតផលក្នុងស្រុករបស់ជប៉ុនហ្នឹងក៏នឹងមានការធ្លាក់ចុះផងដែរបើតាមរបាយការណ៍ឆ្នាំ2024បានឲ្យដឹងថាប្រជាជនចិនបានទៅកម្សាន្តនៅប្រទេសជប៉ុនហ្នឹងមានដល់ទៅជាង6លាននាក់ដោយតាមពីក្រោយប្រទេសកូរ៉េខាងត្បូងដែលនៅលំដាប់ទី1បើតាមរបាយការណ៍របស់ទីភ្នាក់ងារទេសចរអន្តរជាតិដែលមានឈ្មោះថា S Japan បានរាយការណ៍ថាប្រមាណជា 70% នៃដំណើរកម្សាន្តទេសចរជាលក្ខណៈក្រុមគឺត្រូវបានលុបចោលហើយការសាកសួរព័ត៌មានថ្មីៗហ្នឹងគឺបានធ្លាក់ចុះដល់ទៅជាង 90% ដែលនេះវានឹងធ្វើឲ្យប្រាក់ចំណូលពីវិស័យទេសចរហ្នឹងគឺនឹងធ្លាក់ដូចគ្នាតែម្ដងមិនត្រឹមតែប៉ះពាល់ដល់វិស័យទេសចរទេសូម្បីតែវិស័យកម្សាន្តនិងទំនាក់ទំនងវប្បធម៌រវាងប្រទេសចិននិងជប៉ុនហ្នឹងក៏រងផលប៉ះពាល់ផងដែរដូចដែលយើងដឹងអញ្ចឹងថាប្រទេសជប៉ុនគឺជាប្រទេសដែលបើនិយាយពីវិស័យកម្សាន្តគឺមិនចាញ់ប្រទេសកូរ៉េឬក៏ប្រទេសផ្សេងៗទេបាទខ្សែភាពយន្តការសម្ដែងចម្រៀងរាល់ហ្នឹងគឺសុទ្ធតែមានភាពល្បីល្បាញហើយសិល្បករសិល្បករនីរបស់ជប៉ុនហ្នឹងក៏មាន fan នៅចិនហ្នឹងគឺច្រើនដែរប៉ុន្តែចាប់តាំងពីមានចំនួនជាមួយនឹងគ្នាមកយើងឃើញថាប្រជាជនចិនខ្លួនឯងហ្នឹងគឺបានប្រតិការតែម្ដងមិនទៅទស្សនាភាពយន្តរបស់ជប៉ុនទេតែវាប៉ះពាល់ខ្លាំងមែនទែនទៅដល់ប្រទេសជប៉ុនពីព្រោះតែកាលណាភាពយន្តអត់បានប្រចាំងនឹងធ្វើឲ្យចំណូលធ្លាក់ចុះហើយព្រោះដូចដែលយើងដឹងអញ្ចឹងថាទីផ្សារប្រទេសចិនគឺជាទីផ្សារធំបាទអញ្ចឹងនៅពេលដែលភាពយន្តអត់បានចាក់ប្រចាំងអញ្ចឹងវាធ្វើឲ្យចំណូលក៏ធ្លាក់ដូចគ្នាហើយសូម្បីតែការសម្ដែងការច្រៀងរាំផ្សេងមានន័យថាការ performance គ្រប់ទម្រង់ទាំងអស់ដែលតាក់ទងជាមួយនឹងវិស័យកម្សាន្តសិល្បៈហ្នឹងគឺត្រូវបានហាមឃាត់ទាំងស្រុងនៅក្នុងប្រទេសចិនតែម្ដងតែនេះវាបានធ្វើឲ្យភាពតានតឹងនេះគឺកើនឡើងមួយកម្រិតទៅទៀតចំពោះសំណួរដែលសួរថាតើចិននឹងបន្ទន់ចំហរបស់ខ្លួនដែរទេនៅក្នុងចំនួននេះបាទមែនតើទៅបញ្ហារបស់កោះតៃវ៉ាន់វាគឺជារឿងសំខាន់បំផុតដែលចិនតែងតែយកចិត្តទុកដាក់ហើយការគ្រប់គ្រងពីខាងក្រៅមិនថាជាការគ្រប់គ្រងផ្នែកការទូតយោធាឬតាមរយៈរូបភាពបែបណានោះទេនឹងត្រូវចាត់ទុកថាជាការជ្រៀតជ្រែកផ្ទៃក្នុងរបស់ចិនដែលទីក្រុងប៉េកាំងគឺនឹងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតការអធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុនគឺលោកស្រី Takaichi កាលពីដើមខែវិច្ឆិកាទាក់ទងទៅនឹងកោះតៃវ៉ាន់ហ្នឹងគឺជាអ្វីដែលទីក្រុងប៉េកាំងចាត់ទុកថាជាការដើរហួសបន្ទាត់ក្រហមហើយបើយើងមើលតាមស្ថានភាពបច្ចុប្បន្នចិនហាក់នឹងមិនបន្ថយឥរិយាបថរបស់ខ្លួននោះទេដរាបណាទីក្រុងតូក្យូគឺមិនទាន់ដកការអធិប្បាយចិនហាក់កំពុងតែបន្ថែមល្បឿនយ៉ាងខ្លាំងដើម្បីដាក់សម្ពាធទៅលើប្រទេសជប៉ុនដោយចង់បង្ខំឲ្យជប៉ុនហ្នឹងគឺដកនៅការអធិប្បាយរបស់ខ្លួនវិញទាំងអស់តាក់ទងទៅនឹងកោះតៃវ៉ាន់ហើយបើសិនជាយើងវិភាគតាមចរិតរបស់ប្រទេសចិនគឺចិននឹងមិនងាយចុះញោមដាច់ខាតជាពិសេសគឺពាក់ព័ន្ធទៅនឹងរឿងកោះតៃវ៉ាន់នឹងផ្ទាល់តែម្ដងតើទីក្រុងតូក្យូអាចនឹងដកការអធិប្បាយរបស់ខ្លួនឬយ៉ាងណាបើយើងស្ទាបស្ទង់ស្ថានភាពជាក់ស្ដែងនៅពេលនេះគឺទីក្រុងតូក្យូហាក់មិនបានបង្ហាញសញ្ញាថានឹងដកពាក្យសម្ដីរបស់ខ្លួនវិញនោះទេហើយកាលពីថ្ងៃសុក្រទី14ខែវិច្ឆិកាកន្លងទៅនេះជប៉ុនបាននិយាយថាគោលចំហរបស់ខ្លួនចំពោះកោះតៃវ៉ាន់ហ្នឹងគឺនឹងមានមិនមានការផ្លាស់ប្ដូរនោះទេបើទោះបីជាបច្ចុប្បន្ននេះជប៉ុនកំពុងតែមានភាពតានតឹងជាមួយចិនក៏ដោយជុំវិញការអធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុនគឺលោកស្រី Takaichi ដែលបានលើកឡើងអំពីលទ្ធភាពនៃការវាយប្រហារបាតុភូតរបស់ចិនទៅលើកោះតៃវ៉ាន់ខណៈដែលប្រធានលេខាធិការគណៈរដ្ឋមន្ត្រីរបស់ជប៉ុនគឺលោក Minoru Kihara
បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថាគោលជំហររបស់រដ្ឋាភិបាលជប៉ុនទៅលើកោះតៃវ៉ាន់នៅតែមិនមានការប្រែប្រួលនិងសមស្របទៅតាមសេចក្តីថ្លែងការណ៍រួមគ្នារបស់ជប៉ុននិងចិនកាលពីឆ្នាំ1972នេះជាអ្វីដែលលោកគីហារ៉ាបានលើកឡើងមែនទែនទៅជប៉ុនគឺតែងតែគាំទ្រចិនហើយនិងតៃវ៉ាន់គឺឲ្យដោះស្រាយគ្នាទៅតាមសន្តិវិធីក៏ប៉ុន្តែបើទោះបីជាមានការគាំទ្រឲ្យដោះស្រាយគ្នាតាមសន្តិវិធីក៏ដោយជប៉ុនក៏មិនដែលលាក់បាំងជំហររបស់ខ្លួនដែរដោយជប៉ុនគឺតែងតែអះអាងនៅពីក្រោយថាខ្លួននឹងជួយកោះតៃវ៉ាន់និងជួយជ្រោមជ្រែងក្នុងករណីបើសិនជាមានការប្រើប្រាស់កម្លាំងយោធាពីសំណាក់ទីក្រុងប៉េកាំងដូច្នេះការដែលវិភាគថាតើជប៉ុននឹងដកការអធិប្បាយរបស់ខ្លួនខ្ញុំគិតថាប្រហែលជាមិនអាចទៅរួចទេនៅពេលនេះពីព្រោះជប៉ុននៅតែចង់ជួយតៃវ៉ាន់មិនថាក្នុងលក្ខខណ្ឌបែបណានោះទេហើយអ្វីដែលជប៉ុនអធិប្បាយនេះគឺវាស្របនឹងគោលជំហររបស់ជប៉ុនដែលបានលើកឡើងហ្នឹងអញ្ចឹងខ្ញុំគិតថាប្រហែលជាឥឡូវនេះជប៉ុនប្រហែលជាមិនទាន់ចង់ដកការអធិប្បាយរបស់ខ្លួននោះទេតើការដាក់សម្ពាធផ្នែកសេដ្ឋកិច្ចរបស់ប្រទេសចិនអាចនឹងបង្ខំឲ្យប្រទេសជប៉ុនដកនៅការអធិប្បាយរបស់ខ្លួនបានឬយ៉ាងណាសម្ពាធផ្នែកសេដ្ឋកិច្ចគឺជាអាវុធដ៏សំខាន់និងចាំបាច់បំផុតដែលចិនប្រើសម្រាប់សង្កត់ទៅលើទីក្រុងតូក្យូមែនទែនទៅបើទោះបីជាទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរហាក់មិនសូវជាសមប្រកបក៏ដោយប៉ុន្តែបើយើងនិយាយអំពីការរកស៊ីវិញប្រទេសមហាអំណាចទាំងពីរនេះប្រៀបដូចជាគូស្នេហ៍ដ៏ផ្អែមល្ហែមចឹងដែរមូលហេតុអីបានជាខ្ញុំលើកឡើងបែបនេះពីព្រោះបើយើងទៅមើលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺមានទំហំដល់ទៅរាប់សិបម៉ឺនដុល្លារណោះខណៈដែលវិស័យទេសចរជប៉ុនគឺផ្អឹងផ្អែកខ្លាំងទៅលើភ្ញៀវទេសចរចិនបើយើងគិតត្រឹមពីខែមករាដល់ខែកញ្ញាឆ្នាំ2025នេះមានភ្ញៀវទេសចរចិនប្រមាណជា7.5 លាននាក់បានមកកម្សាន្តនៅប្រទេសជប៉ុនពលគឺប្រមាណជា1/4នៃបរិមាណភ្ញៀវទេសចរបរទេសដែលបានមកលេងនៅប្រទេសជប៉ុនហើយបើយើងគិតត្រឹមដំណាច់ត្រីវាទី3ឆ្នាំ2025នេះជប៉ុនគឺរកចំណូលពីភ្ញៀវទេសចរជនជាតិចិនហ្នឹងប្រហែលជា$3,800 លានដែលនេះគឺជាចំនួនច្រើនមែនទែនគិតត្រឹមត្រីមាសទី3ឆ្នាំ2025ស្របពេលដែលប្រទេសជប៉ុនគឺជាគោលដៅទេសចរដ៏ពេញនិយមសម្រាប់ជនជាតិចិនបន្ទាប់ពីទីក្រុងហុងកុងសិង្ហបុរីនិងសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់មិនឲ្យជនជាតិចិនមកលេងប្រទេសជប៉ុននោះគឺយើងឃើញថាភាគហ៊ុនរបស់ក្រុមហ៊ុនជប៉ុនធំៗដែលរកស៊ីឬក៏ពាក់ព័ន្ធនឹងផ្នែកវិស័យទេសចរហ្នឹងគឺបានខាតបង់នៅប្រាក់ចំណូលជាបន្តបន្ទាប់ដោយសារតែតម្លៃភាគហ៊ុនគឺបានដាំក្បាលធ្លាក់ចុះជាបណ្ដាការដាក់សម្ពាធរបស់ចិនក៏បានជះឥទ្ធិពលដល់ចិនខ្លួនឯងវិញផងដែរក៏ប៉ុន្តែយើងមើលឃើញថាជប៉ុនអានោះទេដែលជាជនរងគ្រោះខ្លាំងជាងគេបាទចិនគឺរងគ្រោះតិចតួចទេប៉ុន្តែជប៉ុនគឺរងគ្រោះខ្លាំងស្របពេលដែលសេដ្ឋកិច្ចរបស់ជប៉ុនខ្លួនឯងនាពេលបច្ចុប្បន្នហ្នឹងក៏កំពុងតែមានបញ្ហាស្រាប់ផងដូច្នេះគឺចង់ឬមិនចង់ជប៉ុនក៏មិនអាចនៅស្ងៀមបានដែរយើងឃើញថានៅថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025ជប៉ុនបានបញ្ជូនមន្ត្រីទូតជាន់ខ្ពស់របស់ខ្លួនម្នាក់គឺលោក Masaki Kanai ឲ្យធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដើម្បីជួបជាមួយនឹងសមាភាគីចិនគឺលោក Liu Jinsong ដោយក្នុងជំនួបនោះផងដែរលោក Masaki Kanai បានប្រាប់ទៅកាន់លោក Liu Jinsong ថាកុំឲ្យប្រទេសចិនខ្វល់នឹងពាក្យសម្ដីរបស់លោកស្រីនាយករដ្ឋមន្ត្រី Takaichi ដែលបានអធិប្បាយជុំវិញបញ្ហារបស់កោះតៃវ៉ាន់កាលពីថ្ងៃមុនប៉ុន្តែយ៉ាងណាមិញលោក Masaki Kanai ហាក់មិនបាននិយាយពីសញ្ញាថាតើទីក្រុងតូក្យូនឹងដកសម្ដីរបស់ខ្លួនវិញឬក៏អត់តែគាត់បានបញ្ជាក់លើរឿងហ្នឹងទេគាត់គ្រាន់តែប្រាប់ទៅកាន់ចិនថាកុំឲ្យខ្វល់នឹងសម្ដីរបស់នាយករដ្ឋមន្ត្រីរបស់ខ្លួនតែប៉ុណ្ណោះសរុបរួមទៅមកដល់ពេលនេះចិនប្រហែលជាមិនអាចបង្ខំទៅលើប្រទេសជប៉ុនទាំងស្រុងនោះទេក៏ប៉ុន្តែចិនអាចនឹងធ្វើឲ្យជប៉ុននឹងបន្ទន់អេរយាប័តរបស់ខ្លួនខ្លះជប៉ុនអាចនឹងមិនដកការអធិប្បាយរបស់ខ្លួនទាំងស្រុងទេប៉ុន្តែបើយើងមើលទៅការដាក់សម្ពាធផ្នែកសេដ្ឋកិច្ចរបស់ចិនគឺអាចនឹងបង្ខំឲ្យជប៉ុនធ្វើការកែប្រែចំណុចណាមួយនៃការអធិប្បាយរបស់ខ្លួនតែបើសិនជាយើងសួរថាតើជប៉ុននឹងលុបឬក៏ដកចេញអត់បើជាចម្លើយនាពេលនេះខ្ញុំគិតថាប្រហែលជាអត់ទេពីព្រោះតាំងពីដើមមកគឺគោលជំហររបស់ទីក្រុងតូក្យូចំពោះតៃវ៉ាន់ហ្នឹងគឺវានៅតែរក្សាដដែលប៉ុន្តែអាចនឹងមានការកែប្រែខ្លះតែប្រហែលជាមិនដកទាំងស្រុងទេយើងមើលឃើញថាគឺចាប់តាំងពីដែលលោកស្រីថាកៃឈីឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីជប៉ុនកាលពីចុងខែតុលាឆ្នាំ2025មកទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងទីក្រុងតូក្យូគឺហាក់ចាប់ផ្ដើមរង្គោះរង្គើតែម្ដង
ពលគឺចាប់តាំងពីដើមខែវិច្ឆិកានោះនៅពេលដែលលោកស្រីតាខៃឈីបានជួបគ្នាជាមួយនឹងអ្នកតំណាងតៃវ៉ាន់ម្នាក់ដែលពេលនោះគឺធ្វើឲ្យទីក្រុងប៉េកាំងវិញគឺមិនសូវជាពេញចិត្តប្រហែលទេហើយបន្តមកទៀតលោកស្រីក៏បានលើកឧទាហរណ៍ទាក់ទងនឹងកោះតៃវ៉ាន់នឹងទៀតដែលធ្វើឲ្យចិនហ្នឹងគឺចាប់ផ្ដើមបង្ហាញភាពមិនពេញចិត្តខ្លាំងតែម្ដងរហូតដល់មានការដាក់សម្ពាធសេដ្ឋកិច្ចទៅដល់ប្រទេសជប៉ុនអញ្ចឹងយើងមើលឃើញថាតែពិតទៅជប៉ុននិងចិនគឺមិនដែលត្រូវគ្នាទេតាំងពីដើមមកប៉ុន្តែគាត់ថាទំនាក់ទំនងការទូតហ្នឹងវាមិនទាន់ជាមានបញ្ហាធំដុំទេគឺប្រទេសទាំងពីរតែងតែព្យាយាមធ្វើឲ្យវា balance មានធ្វើឲ្យវាស្ថិតនៅក្នុងលក្ខខណ្ឌសមស្របមួយដើម្បីកុំឲ្យមានបញ្ហាការទូតប៉ុន្តែតាក់ទងនឹងកោះតៃវ៉ាន់កាលពីពេលថ្មីៗហ្នឹងគឺវាបានធ្វើឲ្យទីក្រុងប៉េកាំងមិនអាចទប់ជាប់ទេអញ្ចឹងចង់មិនចង់គឺត្រូវតែឆ្លើយតបទៅកាន់ប្រទេសជប៉ុនវិញហើយបើយើងនិយាយអំពីខាងភាគីសហរដ្ឋអាមេរិកវិញដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយនឹងជប៉ុនយើងឃើញថាมันមានការបញ្ចេញមតិអីណាមួយទេបើយើងនិយាយអំពីខាងអាមេរិកហើយខណៈពេលនេះក៏ដូចគ្នាយើងដឹងទាំងអស់គ្នាអញ្ចឹងថាលោកដូណាល់ត្រាំគឺកំពុងតែសាទរចំពោះលទ្ធផលក្នុងជំនួបរវាងលោកនិងព្រះអង្គម្ចាស់មហាម៉ាត់ប៊ីនសាម៉ាន់ដែលជារាជទាយាទរបស់ប្រទេសអារ៉ាប៊ីសាអូឌីតគឺគាត់កំពុងតែសប្បាយចិត្តដោយសារតែព្រះអង្គម្ចាស់មហាម៉ាត់ប៊ីនសាម៉ាន់ហ្នឹងគាត់ទើបតែប្រកាសថានឹងវិនិយោគទៅលើសហរដ្ឋអាមេរិកគឺច្រើនមែនទែនបាទអញ្ចឹងมันមានមតិអីណាមួយបញ្ចេញពីខាងទីក្រុង Washington ចំពោះលើរឿងនេះទេហើយណាមួយទៀតបញ្ហានេះវាជាបញ្ហាការទូតរវាងប្រទេសទាំងពីរអញ្ចឹងខ្ញុំគិតថាប្រហែលជាមិនមានប្រទេសណាមួយលូកដៃមកក្នុងរឿងហ្នឹងទេបាទមានតែប្រទេសទាំងពីរហ្នឹងទេជាអ្នកដោះស្រាយគ្នាអញ្ចឹងទៅចំពោះដំណើរសាច់រឿងតាក់ទងនឹងចំនួនការទូតរបស់ចិននិងជប៉ុនគឺបានមកដល់ទីបញ្ចប់ត្រឹមនេះហើយខ្ញុំសូមអរគុណដល់ទស្សនិកជនក៏ដូចជាបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាដែលបានចំណាយពេលមើលវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច like subscribe ហើយនិង comment ទាំងអស់គ្នាផងហើយខ្ញុំក៏សូមទោសផងដែរបើសិនជាខ្ញុំហៅឈ្មោះជាភាសាបរទេសដូចជាចិននិងជប៉ុនអត់បានត្រឹមត្រូវបាទហើយក៏ខ្ញុំនឹងព្យាយាមធ្វើការអាប់ដេតព័ត៌មានថ្មីៗជូនបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាផងដែរបើសិនជាមានការវិវត្តយ៉ាងណាយ៉ាងណីទាក់ទងទៅនឹងបញ្ហាចិននិងជប៉ុននេះអញ្ចឹងសូមអរគុណម្ដងទៀតជួបគ្នានៅវីដេអូក្រោយ